បាទសូមជម្រាបសួរប្រិយមិត្តទាំងអស់ជាពិសេសបងប្អូនអ្នកសិក្សាអ្នកស្រាវជ្រាវដែលចង់ឆ្វេងយល់អំពីគំនិតមួយចំនួនដែលពាក់ព័ន្ធទៅនឹងច្បាប់ឬទម្លាប់នៅក្នុងសង្គមឬការអនុវត្តបែបផែននៃការរស់នៅរបស់មនុស្សយើងនៅក្នុងសង្គមជាមួយនេះខ្ញុំសូមធ្វើការលើកឡើងនិងការចែកចម្លែកទៅលើទស្សនៈរបស់លោក Thomas Jefferson ដែលគាត់លើកឡើងថាពេលអយុត្តិធម៌ខ្លាយទៅជាច្បាប់ការតស៊ូខ្លាយទៅជាកាតព្វកិច្ចលោក Thomas Jefferson នេះគាត់ចង់បង្ហាញថាតាមធម្មតាមនុស្សនៅក្នុងសង្គមតែងតែមានការពឹងអាស្រ័យនិងសង្ឃឹមទៅលើច្បាប់នៃសង្គមដែលខ្លួនរស់នៅនោះច្បាប់នេះជាបង្អែកក្នុងការការពារសិទ្ធិសេរីភាពតម្លៃសេចក្តីថ្លៃថ្នូរនិងផលប្រយោជន៍របស់ពួកគេជាពិសេសអ្នកដែលមើលសម្លឹងឃើញអំពីច្បាប់សម្រាប់ការពារខ្លួនគឺជនងាយរងគ្រោះបាទជនងាយរងគ្រោះយើងសំដៅទៅលើក្រុមដែលគ្នាមិនមានសមត្ថភាពកាយសម្បទាឬសមត្ថភាពគ្រប់គ្រាន់ដូចជាជនពិការចាស់ជរាមេម៉ាយពុកម៉ាយក្មេងជាដើមហ្នឹងគឺចាត់ថាជាជនងាយរងគ្រោះដែលមានសមត្ថភាពទុកសោយនេះតែសង្គមនឹងពឹងផ្អែកទៅលើច្បាប់សម្រាប់ការគិតគូរនៅផលប្រយោជន៍និងសេចក្តីថ្លៃថ្នូររបស់ពួកគេជាការប្រកាសឲ្យថាច្បាប់ទាំងឡាយនៅក្នុងសង្គមមនុស្សជាអ្នកបង្កើតច្បាប់ប្រណិប័តដោយមនុស្សហើយច្បាប់ធ្វើឡើងដើម្បីធានានៅសន្តិសុខធានានៅការពារសម្រាប់ធ្នាប់និងផលប្រយោជន៍សង្គមជាទូទៅក្នុងអត្ថបទនៃច្បាប់ឬជាគោលការណ៍នៃនីតិរដ្ឋមនុស្សគ្រប់រូបត្រូវទៅរស់នៅក្រោមបន្ទាត់នៃច្បាប់ទាំងរូបវ័ន្តបុគ្គលនិងនីតិបុគ្គលដែលបានប្រព្រឹត្តខុសទៅនឹងច្បាប់ត្រូវតែទទួលទោសឬទណ្ឌកម្មពីច្បាប់ម្នាក់ជាសមាជិកសង្គមដែលចងភ្ជាប់ទៅដោយសិទ្ធិសេរីភាពកាតព្វកិច្ចនិងកាតព្វកិច្ចរបស់ខ្លួនតាមច្បាប់កំណត់របស់ជាតិសាសន៍មួយទោះជាយ៉ាងនេះក៏ដោយក្នុងសង្គមមានរឿងរ៉ាវអយុត្តិធម៌ជាច្រើនបាននឹងកំពុងកើតមានជារៀងរាល់ថ្ងៃហើយបញ្ហានៃរឿងរ៉ាវមួយចំនួនក៏ត្រូវបានដោះស្រាយនឹងការបញ្ចប់វិវាទរវាងគ្នាតាមការសម្របសម្រួលក្រៅប្រព័ន្ធតុលាការប៉ុន្តែមានរឿងរ៉ាវខ្លះទៀតស្ថិតនៅក្នុងសភាពធ្ងន់ធ្ងរនិងស្រួយស្រាវត្រូវបានអូសបន្លាយពេលវេលាដែលមិនអាចសម្របសម្រួលនឹងជាសាសនឹងគ្នាក៏តម្រូវឲ្យមានការដោះស្រាយតាមផ្លូវច្បាប់គឺម្នាក់ពឹងផ្អែកទៅលើតុលាការជាអ្នកសម្រេចសេចក្តីដែលសមាជិកសង្គមម្នាក់មានការពឹងអាស្រ័យនោះដើម្បីទទួលបានយុត្តិធម៌របស់ខ្លួនទៅតាមច្បាប់ដែលមានចែងដើម្បីសមាជិកម្នាក់រស់នៅក្រោមបន្ទាត់នៃច្បាប់តាមធម្មតាមានរឿងរ៉ាវមួយចំនួនបាននឹងកំពុងកើតមាននៅក្នុងសង្គមខ្លាយទៅជាមហារីកដែលពិបាកនៅក្នុងការដោះស្រាយស្ថិតក្នុងហេតុផលនិងការបកស្រាយនិងប្រើមធ្យោបាយផ្សេងៗគ្នាផលលំបាកនៃរឿងរ៉ាវនៅក្នុងសង្គមបានកំពុងបង្កើតការឈឺចាប់ក្នុងជំរុញចិត្តនិងលក្ខខណ្ឌជីវភាពសង្គមដូច្នេះការតស៊ូនិងការប្រើប្រាស់មធ្យោបាយដល់ឡែកតាមលទ្ធភាពរបស់ពួកគេ
ក្រោយពីពួកគេយល់ថាប្រព័ន្ធយុត្តិធម៌សង្គមនិងការអនុវត្តច្បាប់ពុំបានផ្ដល់ផ្លែផ្កាយុត្តិធម៌ដល់ពួកគេការជួបប្រទះរឿងរ៉ាវអយុត្តិធម៌ណាមួយបាទកើតចេញពីការខ្វះការការពារនិងការយកចិត្តដាក់ពីច្បាប់នៃសង្គមជាពិសេសជនងាយរងគ្រោះដែលខ្វះសមត្ថភាពត្រូវបានគេរំលោភបំពានពីបុគ្គលឬមនុស្សមួយចំនួនតូចនៅក្នុងសង្គមនោះប្រើប្រាស់សិទ្ធិសេរីភាពនិងអំណាចក្នុងសង្គមបំពានទៅលើពួកគេដោយមិនញញើតនឹងច្បាប់ទៅនឹងនោះការពឹងផ្អែកលើច្បាប់ធម្មជាតិបាត់ស្ដែងឲ្យឃើញពីការរើបំរាស់នៃការប្រើប្រាស់សមត្ថភាពក្នុងជីវភាពតលខ្លួនដើម្បីការពារយកឈ្នះចាញ់គ្នាកន្លងមកពួកគេលេងខ្វល់ខ្វាយអំពីយុត្តិធម៌សង្គមតាមផ្លូវច្បាប់ហើយដូច្នេះហើយទង្វើរបស់មនុស្សក្នុងសង្គមគឺអ្នកខ្លាំងឈ្នះអ្នកសោយចាញ់អ្នកឈ្នះជាអ្នកជាស្ដេចចំណែកអ្នកចាញ់ជាចោរនិងអ្នកឈ្នះជាអ្នកសរសេរប្រវត្តិសាស្ត្រជាដើមក្នុងហេតុផលនេះបង្កើតជាគំនុំនិងកំហឹងសងសឹកគ្នាគ្មានទីបញ្ចប់ស្របទៅនឹងពាក្យចាស់លោកថាទឹកឡើងត្រីស៊ីសមុទ្រទឹកហូរសមុទ្រស៊ីត្រីជាដើមការឃ្លាតឆ្ងាយនៃទង្វើទាំងនេះបាននឹងកំពុងបង្កមហាវិនាសកម្មធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសម្រាប់គ្រប់សង្គមឲ្យខ្លាយទៅជាមហារីកវាប៉ះពាល់ផលលំបាកដល់សង្គមមានទីបញ្ចប់ក្នុងកតេបណ្ឌិតរបស់លោក Thomas Jefferson ពេលអយុត្តិធម៌ខ្លាយទៅជាច្បាប់ការតស៊ូខ្លាយជាកាតព្វកិច្ចចង់ប្រាប់យើងថាការកើតមាននិងការប្រើប្រាស់អានុភាពនៃច្បាប់ធម្មជាតិការអនុវត្តគោលការណ៍ច្បាប់ត្រូវឃ្លាតឆ្ងាយពីសង្គមទីបំផុតជំរឿសចុងក្រោយរបស់អ្នកដែលទទួលរងនឹងការឈឺចាប់ខ្វះការការពារសង្គមផ្ដល់យុត្តិធម៌ដល់ពួកគេពេលនោះពួកគេក៏ចាប់ផ្ដើមប្រើប្រាស់នៅសមត្ថភាពនិងលទ្ធភាពដល់ខ្លួនដែលអាចធ្វើទៅបានតួយ៉ាងនៅក្នុងសង្គមបច្ចុប្បន្នគេសង្កេតឃើញមានរឿងរ៉ាវកើតឡើងជាហូរហែហើយជនរងគ្រោះទាំងនោះបានសម្លឹងឬក៏បុគ្គលទាំងនោះបានសម្លឹងរកខ្សែស្រឡាយបងប្អូនគ្នាដើម្បីអន្តរាគមន៍ឬមួយការកាត់ទោសជនល្មើសដែលខ្លួនលេងជឿជាក់ទៅលើសមត្ថកិច្ចក្នុងតុលាការបានខ្លាយទៅជាតុលាការមហាជនបានកាត់ទោសជាសាធារណៈនៅក្រៅប្រព័ន្ធតុលាការទង្វើបែបនេះទីមានច្បាប់គ្រួសារមានវិន័យការពារការទប់ស្កាត់និងការទាមទារនៅការគោរពសិទ្ធិសេរីភាពនិងកម្លាំងសម្ដែងថ្លៃថ្នូរនៃផលប្រយោជន៍គួរត្រូវបានរបស់មនុស្សម្នាក់គួរត្រូវបានកែសម្រួលនិងលើកកម្ពស់បើសិនបើសមាជិកសង្គមម្នាក់ឃ្លាតឆ្ងាយពីច្បាប់ទម្លាប់ការរស់នៅតាមបែបធម្មជាតិគឺអ្នកខ្លាំងជាអ្នកឈ្នះបាទហើយអ្នកទន់ខ្សោយជាអ្នកចាញ់បែបសង្គមពលសម្ព័ន្ធដែលអ្នកខ្លាំងបាទមេត្រៀងឬជាអ្នកមានអំណាចជាអ្នកគ្រប់គ្រងចាត់ចែងនៅក្នុងអំណាចរដ្ឋឬចាត់ចែងនៅផលប្រយោជន៍ទាំងឡាយយុត្តិធម៌គឺជាអ្នកខ្លាំងជាអ្នកដល់អស់ការរស់នៅមនុស្សក្នុងសង្គមជាពិសេសជនងាយរងគ្រោះនិងងាយទទួលរងការភ័យគ្រប់ពេលវេលាដែលបណ្ដាលមកពីបុគ្គលឬមនុស្សមួយក្រុមដែលប្រើប្រាស់សិទ្ធិអំណាចនិងឥទ្ធិពលមានព្រំដែនក្រោមរូបភាព
นโยบายเศรษฐกิจฐานะទូនទីរបស់វាក្នុងសង្គមដើម្បីក្តោបក្តាប់គ្រប់គ្រងនិងដឹកនាំទៅលើក្រុមមួយទៀតដែលខ្វះសមត្ថភាពខ្វះការការពារប្រតិបត្តិដើម្បីធានាសុវត្ថិភាពសម្រាប់ផលប្រយោជន៍សង្គមបាទសូមអរគុណ